បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកមើលវិធីសាស្ត្រញាស់បាទបន្ទាប់ពីបងប្អូនកំងទិញពីខាងយើងហើយបងប្អូននឹងទទួលបានពងបាទអញ្ចឹងវិធីសាស្ត្រនេះមាន2បាទទី1បងប្អូនអាចប្រើកេសស្នោនេះក៏បានឡើងស្នោនេះក៏បានទី2បងអាចប្រើបាទប្រភេទ B ក្រងនេះក៏បានដែរបាទអញ្ចឹងនៅពេលដែលបងប្អូនទទួលបានពងគឺបងប្អូននឹងទទួលបានប្រអប់បែបនេះបាទអញ្ចឹងប្រអប់បែបនេះទៅដល់បងប្អូនគ្រាន់តែបើកប្រអប់ទៅបាទបើកប្រអប់បែបនេះហើយបាទហើយបងប្អូនធ្វើការបាញ់ទឹកបាទបាញ់ទឹកដបស្ប្រេបើបងប្អូនអត់មានអាដបនេះទេបងប្អូនអាចចោះដបទឹកសុទ្ធបាញ់វាពីលើក៏បានដែរបាទអញ្ចឹងបងប្អូនបើកបែបនេះមកបាទបងប្អូនបាញ់បាទឲ្យវាមានសំណើមមើលទៅមកសើមសកៃដូងបាញ់បាទបាញ់ឲ្យសើមទៅបាទហើយបងប្អូនដាក់ចូលនៅក្នុងកេសស្នោបែបនេះបាទដាក់ចូលទៅហើយបិទការូបឲ្យជិតបាទហើយបងប្អូនយកទៅដាក់ក្នុងទ្រុងតែម្ដងបាទយកដាក់ក្នុងទ្រុងដើម្បីធ្វើការភ្ញាស់បាទហើយប្រអប់នេះគឺយើងបើកបាញ់ទឹកមួយថ្ងៃបាទម្ដងទៅ2ដងបងប្អូនអាចសង្កេតមើលតាមសំណើមសកៃដូងបើសិនជាវាស្ងួតយើងបាញ់មួយថ្ងៃ2ដងអីទៅហើយបើថាបើវានៅតែសើមយើងបាញ់មួយថ្ងៃម្ដងអីចឹងណាបាទអញ្ចឹងអាចបើកបាញ់រាល់ថ្ងៃបានរហូតទៅដល់វាញាស់បាទអញ្ចឹងអានេះគឺវិធីសាស្ត្រទី1បាទពេលដែលបងប្អូនដាក់ចូលក្នុងទ្រុងយើងគ្របបែបនេះរហូតដល់វាញាស់ចាំយើងបើកបាទបាទអញ្ចឹងនេះរបៀបភ្ញាស់នៅក្នុងកេសស្នោបាទមានប៉ុណ្ណឹងបាទហើយមួយទៀតបាទរបៀបភ្ញាស់នៅក្នុងបេអត់មានអីពិបាកទេគឺយើងបន្ទាប់ពីយើងបាញ់ទឹកហើយបាទយើងដាក់ចូលក្នុងបេមកបាទដាក់ចូលក្នុងបេបែបនេះហើយយកខ្សែចងមាត់ទៅបាទចងមាត់ក្រុងបាទចងមឿតក្រុងបែបនេះទៅបាទយកទៅដាក់ចូលនៅក្នុងទ្រុងបាទហើយបងប្អូនអាចស្រាយបាទបើកបាញ់ទឹកមួយថ្ងៃម្ដងបាទអញ្ចឹងតកតងនឹងការភ្ញាស់គឺមាន2បែបនេះបាទហើយនៅពេលបន្ទាប់ពីវាញាស់យើងមើលអត្រានៃការញាស់វាបានច្រើនបែរជា30ទៅ40%បងប្អូនអាចយកបាទដកចេញមកក្រៅដាក់នៅក្នុងទ្រុងបែបនេះបាននេះបាទបាទអានេះវាញាស់បានច្រើនចិត្តអស់ហើយយើងអាចដកមកដាក់អញ្ចឹងបានណាបាទហើយយើងបន្តបាញ់ទឹកបាទនៅតែបន្តបាញ់ទឹកអញ្ចឹងបាទនៅពេលដែលបងប្អូនបាញ់ទឹកបងប្អូនដេញកូនវាចេញអស់ទៅបាញ់ទឹកបាទបាញ់ទឹកសើមបាញ់រាល់ថ្ងៃរហូតដល់វាញាស់អស់បាទអញ្ចឹងវិធីសាស្ត្រការភ្ញាស់គឺមានប៉ុណ្ណឹងបាទ